2 3 ជំរាបសួរនេះខ្ញុំឈ្មោះតាំងសេមួយរៀនចប់ជា IBF នៅឆ្នាំ2021ខ្ញុំបច្ចុប្បន្នខ្ញុំធ្វើការនៅសាកលវិទ្យាល័យអាមេរិកភ្នំពេញចំណាប់អារម្មណ៍ចំពោះនាងខ្ញុំទៅលើមុខវិជ្ជា IBF គឺថានៅសាកលវិទ្យាល័យដោយសារតែសាកលវិទ្យាល័យជាសាកលវិទ្យាល័យដែលចំណាស់ឲ្យដើម្បីហើយក៏ដូចជាសាស្ត្រាចារ្យមានបទពិសោធន៍ហើយនឹងជំនាញច្បាស់លាស់នៅពេលដែលខ្ញុំរៀនចប់ខ្ញុំមានទំនុកចិត្តក្នុងការស្វែងរកការងារពួកគេជំនាញរៀនចប់ដែលបាត់ដំណ IBF នៅក្នុងឆ្នាំសិក្សា2021ហើយសប្តាហ៍ខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន Shipping Line CMA CGO ចំពោះចំណាប់អារម្មណ៍ខ្ញុំចំពោះដែលបាត់ដំណ IBF នេះមួយគឺពេលដែលយើងចប់ទៅគឺយើងអាចស្វែងរកការងារគ្រប់ជំនាញសឹងតែគ្រប់ industry ទាំងវិទ្យាទាំង shipping line ដូចខ្ញុំអីចឹងខ្ញុំគិតថា recommend មែនតើចំពោះសិស្សជំនាន់ក្រោយអរគុណជំរាបសួរខ្ញុំឈ្មោះជាបច្ឆាយជាសិស្សបាត់ដំណ IBF ឆ្នាំ2021ហើយបច្ចុប្បន្នខ្ញុំធ្វើការតាម marketing ឲ្យក្រុមហ៊ុនចំពោះមួយក្នុងហេតុផលនេះដែលខ្ញុំជ្រើសរើសរៀននៅសាកលវិទ្យាល័យនេះសារតែមានគ្រូល្អៗសាស្ត្រាចារ្យល្អៗដោយអ្នកបងដូចមិត្តរួមថ្នាក់ខ្ញុំនិយាយចឹងគាត់និយាយត្រូវគឺអាចពេលដែលរៀនចប់ទៅគឺអាចធ្វើបាននៅក្នុងវិស័យតែម្ដងខាងជំនាញអីក៏ដោយខ្ញុំបានធ្វើចន្ទរាជានិស្សិតមកពី IBM ខ្ញុំរៀនចំនៅឆ្នាំ2020និង2021បច្ចុប្បន្នខ្ញុំបើកមុខរបរខ្លួនឯងហាងកាហ្វេនិងហាងបាយខ្ញុំដោយសារតែខ្ញុំជឿមុខវិជ្ជា IBM នេះដែលខ្ញុំគិតថាខ្ញុំមានជំនាញក្នុងការ OC ហើយពេលដែលខ្ញុំរៀនចប់ខ្ញុំមានបទពិសោធន៍ច្រើនក្នុងការចាត់តាម OC ដោយខ្លួនឯងចំពោះខ្ញុំជឿសាលាគឺខ្ញុំជឿយកសាលាភូមិន្ទភ្នំពេញដោយសារតែជាសាលាដែលវ័យចំណាស់ជាងគេហើយជាដែលមានលោកគ្រូអ្នកគ្រូគាត់មានបទពិសោធន៍ខ្ពស់ក្នុងការបរៀនការវិទ្យាវិទ្យាជីវៈរបស់យើងអរគុណខ្ញុំជាមន្ត្រីគឺជានិស្សិតជំនាញ IBM បញ្ចប់ការសិក្សាក្នុងឆ្នាំ2021-2022បច្ចុប្បន្នខ្ញុំបម្រើការនៅអង្គការអន្តរជាតិមួយរបស់ប្រទេសណូវេជួយ SME នៅក្នុងការរីកចម្រើនអាជីវកម្មរបស់ពួកគាត់ហើយខ្ញុំមានចំណាប់អារម្មណ៍នៅក្នុងការរៀនជំនាញ IBM នេះគឺដោយសារតែសាកលវិទ្យាល័យភូមិន្ទជាសាកលវិទ្យាល័យដែលចំណាស់គេហើយលោកគ្រូអ្នកគ្រូគាត់មានបទពិសោធន៍ក្នុងការបង្រៀនជំនាញពាណិជ្ជកម្មនេះគឺបន្តមែនទេហើយខ្ញុំណែនាំសិស្សានុសិស្សដែលគាត់ចង់រៀនជំនាញ IBM ឬអាចហៅបានថាពាណិជ្ជកម្មអន្តរជាតិអាចជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ